ជំរាបសួរបងប្អូនទាំងគ្នាបាទនេះគឺជាដំណាំសណ្តែកគួរដែលថ្ងៃនេះខ្ញុំបានមកពិនិត្យមើលនៅក្នុងចំការមួយនេះហើយខ្ញុំក៏បានសង្កេតឃើញថាវាមានពពួកសត្វល្អិតមកមេឃបៃតងបាទដែលវាធ្វើទុកបំផ្លាញដំណាំនេះទាំងស្លឹកបាទទាំងផ្កាហើយនិងទាំងក្តឹបហើយនិងផ្លែផងដែរអញ្ចឹងបងប្អូនទាំងគ្នាមានការប្រុងប្រយ័ត្នខ្ពស់ពាក់ព័ន្ធជាមួយនឹងដំណាំសណ្តែកគួរនេះនៅរដូវកាលក្តៅនេះគឺសម្បូរទៅដោយពពួកសត្វល្អិតបំផ្លាញបាទមានពេលខ្លះវាមានមមាញបៃតងនឹងផងពេលខ្លះក៏មានទាំងប្រភេទរុយសចូលមួយជាមួយដែរអញ្ចឹងណាអញ្ចឹងបើសិនជាមានពពួកសត្វល្អិតទាំងនេះវាចូលមកបំផ្លាញអញ្ចឹងដំណាំយើងការលូតលាស់វាមិនល្អទេបាទស្លឹកហើយត្រួយបើសិនវាគ្មានទេខ្នែងមិនមានទេនោះផ្លែអញ្ចឹងទិន្នផលវាមិនបានច្រើនទេនឹងអញ្ចឹងណាបងប្អូនទាំងគ្នាអញ្ចឹងសូមយកចិត្តទុកដាក់ក្នុងការមើលបាទសូមអរគុណ